សូមគោរពជំរាបសួរដល់បងប្អូនពុកម៉ែមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់ជាទីគោរពជាទីនឹងរលឹកបាទលាលោកវិញមកបាទឥឡូវខ្ញុំបាទមកដល់ផ្ទះបងស្រីដែលគាត់មានកូន2នាក់បាទគាត់ជាស្ត្រីមីម៉ែទេចាំកូននេះធ្វើការឆ្ងាយណាស់បាទរោងចក្រវាយជា30គីឡូបាទជីមកមិញតាមគាត់មកឆ្ងាយកាត់ព្រៃកាត់ភ្នំបាទតាមបឹងមកឆ្ងាយដាច់ស្រយាលបាទមិញហ្នឹងអរគុណណាស់ដល់ម្ចាស់ទៀនយើងមានបងស្រី Marie Kane បាទនិងក្រុមគ្រួសារបងដែលបានធ្វើទៀនតាមរយៈខ្ញុំបាទផ្ញើខ្ញុំជួយគាត់បាទអានេះថាបកាយើងសល់លាមកបាន200000រៀល$50បាទលាមកហ្នឹងហើយបាទនេះខ្ញុំបានប្រគល់ជូនគាត់បងស្រី Marie Kane បានម្ដុំ100000គឺ2000000ស្មើ$50ហើយនឹងនេះស្បៀងហៅចុកនេះគឺបានមកដល់ប្រគល់ជូនគាត់តដៃហើយបាទនេះបាទគាត់មានកូន2នាក់នៅរាល់ថ្ងៃនេះបាទហើយអរគុណណាស់ដល់ម្ចាស់ឆ្នាំពេទ្យយើងគឺបងស្រីលៀងគីមអូនខាងប្រទេសអូស្ត្រាលីដែលបងបានឧបត្ថម្ភឆ្នាំគ្រប់ទីកន្លែងទាំងអស់ហើយឆ្នាំនេះគឺបំបត្តិការឈឺក្បាលក្តៅខ្លួនបាទការជប់ចាត់ឲ្យឯងត្រូវដោយប៉ារ៉ាដែរណាអាចប្រើប្រាស់បានហ្នឹងហើយហើយជូនពរម្ចាស់ទៀនទៅចុះហ្នឹងហើយនេះខ្ញុំសូមជូនពរម្ចាស់ទៀនដែលបានផ្ដល់ឆ្នាំមកពីខាងប្រទេសក្រៅអូស្ត្រាលីនេះខ្ញុំពិតជាថ្លែងអំណរគុណខ្លាំងណាស់នាងខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ទៀនទាំងអស់មិនថាជាម្ចាស់ឆ្នាំដែលបានឧបត្ថម្ភមកនិងម្ចាស់ស្បៀងគ្រប់ទាំងអស់សូមឲ្យបងដែលបានជួយនាងខ្ញុំនៅក្នុងគ្រាលំបាកមួយនេះសូមឲ្យផលបុណ្យទាំងអស់បារមីទាំងអស់ដែលខ្លាំងពូកែនៅលើពិភពលោកយើងនេះសូមជួយคุ้មគ្រងថែរក្សាម្ចាស់ទៀនទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជួបតែពុទ្ធពរ5ប្រការយុវណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយស្ត្រូវមកពីមុខរំលងស្ត្រូវមកពីក្នុងរលីកបោះវាជាឆ្ងាយជួបតែរឿងជោគរឿងជ័យលៀបហេងលុយហូរចូលច្រើនបាទអរគុណច្រើនបាទអរគុណមែនតើខ្ញុំបាទសរសើរក៏សូមអរគុណមែនតើដល់បងស្រី Marie Kane និងក្រុមគ្រួសារដែលបានទទួលទានជាស្បៀងហៅចុកនិងថវិកាជូនគាត់ចំនួន$50គឺ20000រៀលគឺដូរដោយខ្មែរហើយអរគុណដល់បងស្រីលៀងគឹមអូនខាងឆ្នាំពេទ្យនៅអូស្ត្រាលីបាទដែលបានឧបត្ថម្ភគ្រប់ទីកន្លែងបាទហើយក៏សូមកសលផលបុណ្យនេះទៅជូនដល់អស់លោកម្ចាស់ទៀនអស់បានស្មើគ្នាកំបីខានអរគុណច្រើនបាទ